trong crowd này để xu thật thôi mấy ở cùng oi trận này nữa việc tôi tại riêng bạc chặt oi tú tụ lìa riêng che trade o nâng nẹt đợt tây ban xịt đấy sọc đi dây rúm riêng trận này ní cứ mình nút đại miên atman để dùng chán mình nút đại miên ca lốp lôn chán cứ trâu tay trận này mình nút để kết luôn anh chán mình sâu che kết nẹt đợt tây cứ trâu tay cho nè kết bàn anh sờ bài bàn kế ót sờ bài lô phe cứ chia bọc hạt này xịt đấy cho đó nè bờ dương ọt miên chọp chụp vẽ trong bàn xây tế ọt miên chỉ này nữa tê họ ra lô tê sna đôi kia cho ba lô tê đòi kết tại trong oi kê yuol mình kết thằng anh ban là bay rư ọt đi nếu bây để thăm cái thực pi nè kê sao lý on đi tê bru chiang on này bờ dương ọt ban kết đầm bay rô kết từ vô kê mua tê ọt chỉ này nâng mà on tiệt tê con tay bờ tê mình men đòi chặt meta tê trong oi lập bấy tê trong oi lối đò về ọt lối sẽ nghệ nó nâng vào đời on chặt anh không tê trong ngót sao ta kê khang nọ anh đi vùng cao đây cao ta kê nọ ní mau pi mình lúc mình men phơi đầm bay bây giờ nè đợt tê tê bà sân chia phơi đầm bay cả bứt phơi đầm bay bây giờ nè đợt tê sao mình sao với men dương thôi cái sao tê dương trong chay rầm lê trong ở nè đợt tê ban xịt đấy sọc bà nó không bật thô môi bằng sườn đánh pi mà hà chào thị khẩu ai nèចូលទៅកាន់និគមណាចូលទៅកាន់ស្រុកណាដោយបំណងថាអញយកធัวព្រះយកទៅសំដែងដើម្បីឲ្យគេចូលចិត្តអញឲ្យគេបូជាអញដើម្បីបានលៀបសក្ការៈព្រះអង្គថានឹងគឺជាមហាចៅមិនកូនចៅឯណាគឺមហាចៅព្រះអង្គថាចង្រៃជាងចៅលើកគ្នា100នាក់ទៅប្លន់ទីក្រុងទៅទៀតស្ដាប់ម្ដងទៀតភិក្ខុណាឬក៏ធម្មកថាណារៀនធัวព្រះអង្គឲ្យចេះចាំហើយយកទៅសម្ដែងមិនដោយមេត្តាទេណាគឺយកទៅសម្ដែងដើម្បីទទួលបាននៅការសរសើរដើម្បីបាននៅកិត្តិយសដើម្បីបាននៅការរាប់អានដើម្បីឲ្យគេស្រឡាញ់ដើម្បីបានលៀបសក្ការៈខ្លួនឯងភិក្ខុណាគិតយ៉ាងនេះហើយដើរចូលទៅស្រុកឲ្យសម្ដែងធัวភិក្ខុនោះគឺជាមហាចៅនៅក្នុងសាសនានេះមហាចៅអញ្ចឹងមហាចៅធំណាហេតុអីចុះភិក្ខុអ្នកទៅសម្ដែងដែលមិនមែនជាមហាចៅមានន័យថាមិនគិតរឿងខ្លួនឯងទេទី1ចង់ឲ្យធัวនឹងជ្រាបទៅដល់ពុទ្ធបរិស័ទទី2ចង់ឲ្យគេស្គាល់ព្រះរតនត្រ័យដោយពិតប្រាកដដកខ្លួនឯងចេញពីតំណែងអាត្មាលើកឧទាហរណ៍ដែលមិនមែនជាមហាចៅនោះនៅពេលដែលជួបសុជាតៈលោកប្រមាលមើលទៅអនាគតថាសុជាតៈនៅតែប្រមាណខែទៀតអស់ជីវិតអញ្ចឹងសុជាតៈនឹងភ័យកូនស្ដេចប៉ុន្តែត្រូវទៅនៅក្នុងព្រៃវាមានរឿងរ៉ាវនៅក្នុងនគរអញ្ចឹងលោកថាសូមលោកម្ចាស់ជួយខ្ញុំកណាផងទេជីវិតអ្នកប៉ុណ្្នឹងឯងព្រោះតែបាណាតិបាតដែលអ្នកធ្លាប់សម្លាប់សត្វពីជាតិមុនមកកំណត់ជីវិតរបស់អ្នកត្រឹមប៉ុណ្្នឹងឯងអ្នកទៅរកប្រអិនជួយក៏ប៉ុណ្្នឹងទៅរកប្រព្រំជួយក៏តែប៉ុណ្្នឹងអ្នកទៅនៅលើអាកាសអ្នកទៅនៅក្នុងភ្នំអ្នកទៅនៅក្នុងសមុទ្រឬក៏ក្នុងកំពែងណាគឺជីវិតអ្នកប៉ុណ្្នឹងអញ្ចឹងសូមលោកម្ចាស់ជាទីពឹងរបស់ខ្ញុំកណាអ្នកកុំយកអាត្មាជាទីពឹងអីអ្នកចូលយកព្រះសម្មាសម្ពុទ្ធជាទីពឹងនេះសាវកមិនចោលទេពីព្រោះធម៌ដែលសម្ដែងមិនមែនធម៌ខ្លួនឯងទេម្ចាស់ធម៌គឺព្រះសម្មាសម្ពុទ្ធនៅពេលដែលគេជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធហើយគេយកខ្លួនឯងជាទីពឹងលោកមិនអះអាងថាលោកជាសាស្តាលោកជាមនុស្សអស្ចារ្យទេថាយើងក៏ជាសិស្សរបស់ព្រះសម្មាសម្ពុទ្ធដូច្នេះអ្នកបានស្ដាប់ពាក្យនេះមិនមែនជាពាក្យរបស់អាត្មាទេគឺជាពាក្យរបស់ព្រះសម្មាសម្ពុទ្ធដូច្នេះអ្នកយកព្រះអង្គជាទីពឹងចោះយល់អត់នេះបេះដូងសាវករបស់ព្រះសម្មាសម្ពុទ្ធវាដកខ្លួនឯងចេញអត់មានដើម្បីខ្លួនឯងទេពីព្រោះខ្លួនឯងនេះអត់មានប្រពុតមិនដឹងនិយាយអីទេគ្មានចេះអនិច្ចំវតសង្ខារាអីទេធัวទាំងអស់ដែលទេនឹងគឺសិតតែព្រះអង្គសម្ដែងទាំងអស់ដូច្នេះបុគ្គលដែលទៅក្នុងនាមព្រះអង្គមិនទៅនាងក្នុងនាមខ្លួនឯងទេផ្សាយធัวរបស់ព្រះសម្មាសម្ពុទ្ធមានន័យថាទៅក្នុងនាមព្រះសម្មាសម្ពុទ្ធនៅពេលត្រូវគេជេរគេស្ដីគេមិនជ្រះថ្លាមានរឿងអីអន់ចិត្តវាអត់មានអន់ចិត្តអីទេយើងក៏អត់មានបាត់បង់អីដែរតែបើសិនជាយើងទៅដោយសេចក្តីប្រាថ្នាចង់ឲ្យគេស្រឡាញ់អញដល់គេអត់ស្រឡាញ់អញខឹងហ្មងអញខំសម្ដែងចង់ងាប់នឹងមកពីអត់ទៅក្នុងនាមជាកូនចៅព្រះអង្គទេទៅក្នុងនាមអញគ្រាន់បើមានន័យថាម៉េចតើយើងទៅដោយចិត្តអនុគ្រោះអត់អញ្ចឹងបានអាត្មាគេសួរចុចអាត្មាអីក៏ដោយបានជាអាត្មាមិនច្រឡោតក្នុងការឆ្លើយព្រោះអីមុននឹងអាត្មាឆ្លើយអាត្មាបិទភ្នែកដកដង្ហើម2 3ដងថាតើអាត្មាឆ្លើយដើម្បីអីគឺអាត្មាឆ្លើយដើម្បីជួយអ្នកដែលមិនតន់យល់ឲ្យយល់អញ្ចឹងបានអាត្មានិយាយទៅបានស្ងប់បើសិនជាគិតថាគេបៀតបៀនអញប្រកាសជាច្រឡោតតោតតង
ហ្នឹងហើយក៏ប៉ុន្តែបើយើងយកចិត្តអាណិតអាសូរថាមកពីគ្នាអត់ដឹងបានជាគ្នាសួរដាក់ប៉ុណ្ណេះទៅជាលោកទោះបីជាគេចុចខឹងក៏ដោយមិនចេះគេធ្វើចេះឲ្យចុចយើងក៏ដោយថាមកពីគ្នាមិនយល់បានគិតថាអាការធ្វើអញ្ចឹងល្អអញ្ចឹងធ្វើយ៉ាងណាដើម្បីឲ្យវាឈប់ចំណែនគ្នានោះវាទល់តែស្ដាប់សិក្សារៀនឲ្យច្រើនទៅហើយលះបង់ពីខ្លួនឯងកុំគិតខ្លួនឯងច្រើនពេករៀនគិតពីអ្នកដទៃផ្ដើមពីនឹងទៅដោយរឿងធម្មកថាអញ្ចឹងព្រះអង្គសម្ដែងនឹងមិនមែនធម្មតាទេចោមិនបានឈ្មោះថាចោជាមហាចោហ្នឹងដោយសារធ្វើឲ្យគេវង្វេងស្ដាប់ទៅគេដឹងគុណត្រឹមខ្លួនឯងហ្នឹងមានណាទៅដឹងដល់ព្រះសម្មាសម្ពុទ្ធអត់ទៅដឹងដល់ពធអត់គុណប្រសងមែនទែនអត់តាំងខ្លួនឯងជាអ្នកខ្លាំងបកែទៅអ្នកមកហ្នឹងយល់ត្រឹមបុគ្គលហ្នឹងមានន័យថាបុគ្គលហ្នឹងពាក់ផ្លាកព្រះអង្គហើយគេមកដឹងគុណត្រឹមប៉ុណ្ណឹងគេអត់យល់គុណព្រះអង្គមិនផងបាត់គុណព្រះអង្គបាត់ឃើញអត់បាត់គុណព្រះសម្មាសម្ពុទ្ធបាត់គុណព្រះធម៌ពិតបាត់គុណព្រះសង្ឃពិតគឺយកខ្លួនអញជាអ្នកខ្លាំងនឹងឯងដែលធ្វើឲ្យបាត់បុណ្យរបស់គេបើគេយល់ដឹងឲ្យច្រើនបន្តិចគេជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធជ្រះថ្លាចំពោះព្រះធម៌ជ្រះថ្លាចំពោះព្រះសង្ឃពិតបុណ្យរបស់គេនឹងចម្រើនហើយដល់តែយើងយកត្រឹមយើងទៅជាអ្នកខ្លាំងហើយមានន័យថាយើងទៅបំបត្តិគុណបរតនត្រ័យបាត់នេះឯងដែលឈ្មោះថាជាមហាចោហើយដូចស្មាថាអញ្ចឹងប្រសិនបើមកក្នុងនាមផ្សព្វផ្សាយធម៌ដោយចិត្តមេត្តាអត់កើតការតូចចិត្តក្រោយទេអញ្ចឹងបានកាលដែលនៅស្ទងអាត្មាបង្រៀនឲ្យញាតិញោមយល់ពីការពិតហ្នឹងគាត់លះបង់អាជំនឿផ្ដេសផ្ដាស់ច្រើនអស់ទៅលោកក្នុងហ្នឹងវារស់ស៊ីអារឿងហ្នឹងវាលែងសូវបានដល់អញ្ចឹងទៅគេប្តឹងអាត្មាទៅលើថាអាត្មាហ្នឹងមកសំដែងធัวបំបែកបំបាក់បំបត្តិប្រពៃណីគេប្តឹងទៅហើយគេដាក់សបុតហៅអាត្មាទៀតទៅប្រកាសបិទសាលាអាត្មាទៅហើយលោកតាលោកខឹងលោកអនុគុណមិនសគាត់បានឥឡូវលោកចាស់ហងអានបិទសាលាហ្នឹងអានផងយំផងគាត់លោកខឹងលោកយើងមើលថាអូលោកកើតទុកសម្បើមហ្នឹងហើយលោកបន្ទាប់នោះក៏ឡើងប្រកាសថាបើបិទសាលានឹងមិនបានទេគេឈប់ធ្វើមន្ត្រីថងអីចឹងអូមួយកើតទុកមួយទៀតយើងអត់មានទៅខឹងកើតខឹងវាអត់កើតញាតិញោមខឹងតវាអត់កើតហេតុម៉េចអង្គុយឲ្យញឹមហើយញាតិញោមទៅជាមួយនិយាយពីគាត់ភ័យគាត់ថាយីមើលលោកគ្រូអង្គុយឲ្យញឹមទៀតគេជេរប៉ុណ្ណឹងហើយណាវាមានរឿងអីត្រូវភ័យញាតិញោមពីព្រោះអាត្មាទៅបង្រៀនអាត្មាមិនទៅរកប្រយោជន៍ខ្លួនឯងណាអាត្មាទៅបង្រៀននឹងលះបង់ប្រពន្ធកូននេះទៅនឹងដើម្បីគេតើមានដើម្បីខ្លួនឯងឯណាបើគេបិទសាលាហ្នឹងអាត្មាថាបានសម្រាប់សំបីអាត្មាបរៀនណាញាតិញោមបូជាធម៌នឹងចុងឆ្នាំអាត្មាអាលុយកាក់អីហ្នឹងអាត្មាប្រគេនចហានលោកទាំងអស់ហ្នឹងមិនដែរយកមកឯណាចំណាយទាំងកម្លាំងចំណាយទាំងខួរក្បាលស្រាវជ្រាវបរៀនគេបូជាឲ្យប្រគេនលោកឆានទាំងអស់ទៀតសួរថាបានស្អីមកអាត្មាថតបានទេហិចបើបាត់សាលាហ្នឹងអាត្មាបាត់អីថាអត់មានបាត់អីបានសម្រាប់ទៀតផងរឿងអីអាត្មាទៅភ័យរឿងបាត់សាលាហ្នឹងតែអ្វីដែលអាត្មាភ័យនោះគឺញាតិញោមនឹងខានបានស្ដាប់តែប៉ុណ្្នឹងទេហើយអាត្មាក៏គិតថាគ្រាន់តែចេញកាឡាមកប៉ុណ្ណេះលោកមានវិបត្តិហើយមកគិតអញ្ចឹងថាលោកមានវិបត្តិហើយមានវិបត្តិយ៉ាងម៉េចរឿងនេះទោសនេះមិនធ្លាក់មកលើអាត្មាទេលោកនឹងត្រូវប្រជាជនស្អប់យល់អត់ពីព្រោះគេកំពុងតែជ្រះថ្លារៀនធម៌ហើយឯងទៅបំបត្តិសាលាគេអាត្មាគាត់តែចេញប៉ុណ្ណឹងអាត្មាថាមិនបាច់មាត់ទេឈ្នះបរយមិនទៅតវ៉ាមិនទៅស្អីឲ្យបានទាំងពីរបានជាអាត្មាញញឹមមានន័យថាប្រសិនបើសាលានឹងមិនដួលអាត្មារឹតតែសប្បាយចិត្តព្រោះអាត្មាឈ្នះដោយខន្តីធម៌អាត្មាអត់បានខឹងទេហើយក៏មិនបានតមួយម៉ាត់ដែរតែបើសាលានឹងមិនអាចបើកតទៅទៀតបានថាអាត្មាអត់មានបាត់បង់អីទេអត់មានបាត់បង់អីទេពីព្រោះមកនេះគ្រាន់តែចង់ណែនាំគេឲ្យស្គាល់គុណព្រះរតនត្រ័យប្រសិនបើអាត្មាមកដើម្បីខ្លួនឯងដើម្បីស្វែងអ្វីមួយយ៉ាងបាត់បង់ទៅអាត្មាឈឺចិត្តយល់ទេអាត្មានឹងឈឺចិត្តប៉ុន្តែអាត្មាមកដើម្បីអីអញ្ចឹងបានអាត្មាដើរអាមេរិកប្រហែលដងទៅប្រទេសណានឹងសួរថាអាត្មាមានបរិស័ទប្រហែលញាតិញោមចិត្តថាអាត្មាឆ្មើងមកពីអាត្មាមិនបានចាប់អារម្មណ៍មកតាក់ទងញាតិញោមទេនិយាយត្រង់មកព្រះសម្មាសម្ពុទ្ធព្រះអង្គដើរក៏អញ្ចឹងដែរព្រះអង្គប្រាប់ភិក្ខុទាំងឡាយថាជួនកាលយើងទៅក្នុងជំនុំទេវតាយើងមិនបានប្រាប់យើងថាជាពុទ្ធទេយើងនិមិត្តខ្លួនដូចជាគេអញ្ចឹងយើងនិយាយជាមួយគេស្និទ្ធស្នាលជាមួយគេហើយពន្យល់គេឲ្យយល់នៅពេលគេយល់ហើយតថាគតក៏បាត់ពីទីនោះទៅអ្នកនោះមិនស្គាល់តថាគតជានរណាផងហេតុអីមកពីព្រះអង្គទៅមិនដើម្បីព្រះអង្គទេគ្រាន់តែទៅបំភ្លឺឲ្យក៏ព្រះអង្គទៅទៀតនេះប៉ុណ្ណឹងតាអ្នកខ្លះគឺអួតដោយបរិស័ទច្រើនអូនៅនេះមានបរិស័ទច្រើននៅស្រុកខ្មែរអាត្មាគឺបរិស័ទតិចជាងគេផ្សាយធัวច្រើនជាងគេជាប្រសងប៉ុន្តែសួរថាហេតុអីបានជាអាត្មាបរិស័ទតិចជាងគេព្រោះមិនផ្សាយឲ្យបរិស័ទមករកអាត្មាទេរឿងមកជារឿងរបស់ញាតិញោមប៉ុន្តែមិនមែនទិសដៅហេតុអីបានអ្នកខ្លះហូលោកនឹងសោះក្រអញមិនទៅចិត្តអាត្មាមិនដែលឈឺចិត្តម្ដងទេទៅឈឺចិត្តអីរឿងអញ្ចឹងជាមួយមនុស្សងងអញ្ចឹងហ្នឹងទៅឈឺចិត្តអីជាមួយមនុស្សងនោះតាមពិតមនុស្សអ្នកងទេតើដែលកំពុងឈឺចិត្តហើយបើយើងទៅឈឺចិត្តព្រោះគេមកយើងយ៉ាប់ទៀតហើយ
យល់អត់នៅពេលដែលអាត្មាសំដែងអីមួយនោះដាក់វត្ថុក៏ដោយអាត្មាប្រមើលមើលបរិស័ទទាំងអស់ខ្មែរទាំងអស់មិនប្រកបចិត្តនរណាម្នាក់ទេអញ្ចឹងមិនធម្មទេសនាអាត្មាញាតិញោមស្ដាប់មើលតើអាត្មាដែលគ្រប់គ្រងបកណាមួយឲ្យច្បាស់លាស់គឺពេលដែលអាត្មានិយាយមិនមែនត្រឹមតែឲ្យមនុស្សសម័យនឹងស្ដាប់ទេអាត្មាប្រមើលមើលទៅ10ឆ្នាំទៀត20ឆ្នាំទៀតក្រោយពេលអាត្មាស្លាប់ទៀតអាត្មាគិតថាសម្លេងអាត្មានៅតែគេស្ដាប់ប្រសិនបើអាត្មាគ្រប់គ្រងនរណាម្នាក់ក្នុង